សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំនឹងនិយាយអំពីលោក Elon Musk ដែលជាបុគ្គលល្បីនៅក្នុងពិភពលោកដែលលោក Elon Musk គឺជាសហគ្រិនជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកខាងត្បូងដែលបានបង្កើតដឹកនាំនិងវិនិយោគនៅក្នុងក្រុមហ៊ុនជាច្រើនដែលក្រុមហ៊ុនលោកបានបង្កើតនេះរួមមានមួយក្រុមហ៊ុន SpaceX ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ2002ដែលក្រុមហ៊ុននេះផលិតរ៉ុកែតហើយនិងយានអវកាសដែលក្រុមហ៊ុននេះបរាជ័យជាច្រើនដងតែដោយសារតែការខិតខំជាជាមរបស់លោក Elon Musk គឺទទួលបានជោគជ័យវិញទី2ហ្នឹងគឺក្រុមហ៊ុន Tesla ដែលបងប្អូនយើងស្គាល់ហើយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីហើយទី3ហ្នឹងគឺក្រុមហ៊ុន PayPal ដែលក្រុមហ៊ុននេះគឺជាក្រុមហ៊ុនទូទាត់អេឡិចត្រូនិកហើយទី4ហ្នឹងគឺក្រុមហ៊ុន Neuralink ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាសរសៃប្រសាទដែលបង្កើតឡើងពីចំណុចប្រទាញខួរក្បាលជាមួយនឹងម៉ាស៊ីនមានន័យថាទីទៀតហ្នឹងគឺខួរក្បាលមនុស្សគេដាក់ដោយ chip ដោយទិន្នន័យអញ្ចឹងនៅពេលដែលយើងចង់បានទិន្នន័យពីមនុស្សម្នាក់ទៅមនុស្សម្នាក់អញ្ចឹងយើងគ្រាន់តែបញ្ជូនទិន្នន័យឲ្យគេទៅបានហើយទី5ហ្នឹងគឺក្រុមហ៊ុន The Bordering Company ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាផ្លូវរួមក្រោមដីជាមួយនឹងប្រព័ន្ធដឹកជញ្ជូនសាធារណៈអគ្គិសនីហើយចំពោះទី6ហ្នឹងគឺក្រុមហ៊ុន X ដែលជាអតីត Twitter ដែលលោក Elon Musk បានទិញ Twitter នៅក្នុងឆ្នាំ2022ដែលបានប្ដូរឈ្មោះទៅជា X វិញនៅក្នុងឆ្នាំ2023ហើយទី7ហ្នឹងគឺ XAI ដែល XAI ហ្នឹងគឺជាបញ្ញាឆ្លាតវៃសិប្បនិម្មិតដែលអាចយល់ដឹងពីអារម្មណ៍របស់មនុស្សឬក៏យើងចង់ស្រាវជ្រាវអីនៅលើ XAI នឹងបានហើយទី8ហ្នឹងលោក Elon Musk គឺបានចូលរួមបណ្ដាក់ទុនលើការវិនិយោគជាច្រើនទៀតដូចជាក្រុមហ៊ុន Zip2 OpenAI ហើយនិងមូលនិធិលោក Elon Musk ហើយអ្វីដែលពិសេសជាងនេះទៅទៀតហ្នឹងគឺលោក Elon Musk គឺជាបុគ្គលដែលមានកូនច្រើនហើយមួយទៀតក៏ធ្វើការ12ម៉ោងក្នុងមួយថ្ងៃហើយពេលដែលគាត់ស្លាប់ទៅហ្នឹងគាត់ចង់ស្លាប់នៅភពគា